អង្គការ NATO ប្រកាសថានឹងទិញគ្រឿងសព្វពិវុធបន្ថែមទៀតឲ្យអ៊ុយក្រែនយោងតាមសារព័ត៌មាន Newsweek និង AP ចុះផ្សាយនៅថ្ងៃទី15 តុលានេះថារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បាននិយាយថាសហរដ្ឋអាមេរិករំពឹងថាសម្ព័ន្ធមិត្ត NATO នឹងទិញនិងបរិច្ចាគអាវុធអាមេរិកកាន់តែច្រើនសម្រាប់អ៊ុយក្រែនក្រោមគំនិតផ្ដួចផ្ដើមអាវុធដ៏សំខាន់មួយខណៈដែលរដ្ឋមន្ត្រីការពារជាតិមកពីសម្ព័ន្ធមិត្តបានប្រមូលផ្ដុំគ្នានៅឯទីស្នាក់ការកណ្ដាលរបស់ខ្លួននាទីក្រុង Brussels នៅថ្ងៃពុធនេះថ្លែងជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte និងលោក Pete Hegseth បាននិយាយថាការទិញនឹងធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមនៃបញ្ជីតម្រូវការអ៊ុយក្រែនអាទិភាពPearlដើម្បីផ្ដល់ឲ្យប្រទេសនេះនៅកម្លាំងយោធាកាន់តែខ្លាំងលោក Pete Hegseth បាននិយាយថាការរំពឹងទុករបស់យើងនាពេលបច្ចុប្បន្ននេះគឺថាប្រទេសកាន់តែច្រើនបានបរិច្ចាគកាន់តែសន្ធឹកសន្ធាប់ដែលពួកគេទិញបន្ថែមទៀតក្នុងការផ្គត់ផ្គង់ដល់អ៊ុយក្រែនដើម្បីឈានដល់ការទទួលជ័យជំនះលោក Rutte បានប្រកាសពីគំនិតផ្ដួចផ្ដើមPearlជាមួយប្រធានាធិបតី Donald Trump នៅក្នុងខែកក្កដាគម្រោងនេះមានន័យថាសមាជិកសហភាពអឺរ៉ុបនៃសម្ព័ន្ធមិត្តរួមជាមួយប្រទេសកាណាដានឹងធ្វើជាប្រចាំនៅវិក័យប័ត្រសម្រាប់ឧបករណ៍ដែលផលិតដោយអាមេរិកដែលអ៊ុយក្រែនត្រូវការដើម្បីទប់ទល់ទៅនឹងការវាយប្រហាររបស់រុស្ស៊ីអង្គការ NATO បាននិយាយថាសមាជិករបស់ខ្លួនបានបរិច្ចាគ$2000 លានដល់ Pearl រួចហើយតាមរយៈគំនិតផ្ដួចផ្ដើមនេះអ៊ុយក្រែនអាចទទួលបាននូវការផ្គត់ផ្គង់សម្ភារៈដែលត្រូវការយ៉ាងខ្លាំងរួមទាំងឧបករណ៍ស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងមីស៊ីលសម្រាប់រ៉ុកែត HIMARS កញ្ចប់ទី1ត្រូវបានផ្ដល់ហេរញ្ញប្បទានដោយប្រទេសហូឡង់ហើយកញ្ចប់ទី2ត្រូវបានផ្ដល់ដោយសមាជិក NATO Nordic ស៊ុយអែត ដាណឺម៉ាកនិងន័រវេសអាល្លឺម៉ង់បានចូលរួមចំណែកថវិកាសម្រាប់កញ្ចប់ទី3ខណៈដែលប្រទេសកាណាដាជាអ្នកកាន់កាប់កញ្ចប់ទី4អ៊ុយក្រែននិយាយថា Belgium, Ireland, Luxembourg និងរដ្ឋ Baltic, Estonia, Latvia និង Lithuania ក៏បានព្រមព្រៀងគ្នាក្នុងការដាក់មូលនិធិផងដែរតាមរយៈជំនួយដ៏សន្ធឹកសន្ធាប់នេះគេរំពឹងថាសង្គ្រាមអ៊ុយក្រែននឹងត្រូវបន្តអូសបន្លាយហើយយ៉ាងយូររុស្ស៊ីនឹងទម្លាក់ទង់សខណៈដែលបណ្ដាប្រទេសសម្ព័ន្ធមិត្ត NATO នៅតែបន្តចាក់អាវុធបង្ហូរដល់អ៊ុយក្រែនជាដង្ហើមមិនអាចបំភ្លេចបានលោកត្រាំកំពុងខិតរកការបញ្ជូនមីស៊ីលតូមហកទៅអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាមសារព័ត៌មាន Associated Press ចុះផ្សាយនៅថ្ងៃទី15 តុលានេះថាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និយាយថាលោកអាចផ្ដល់គ្រាប់មីស៊ីលតូមហកទៅអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាមប្រទេសនេះក្នុងសញ្ញាមួយដែលគាត់ធុញទ្រាន់ទៅនឹងទីក្រុងមូស្គូដែលយកជើងរាទឹកជំវិញកិច្ចចរចាសន្តិភាពលោកត្រាំនិយាយថាខ្ញុំអាចនិយាយថាមើលប្រសិនបើសង្គ្រាមនេះមិនអាចដោះស្រាយបានទេខ្ញុំនឹងបញ្ជូនមីស៊ីលតូមហកទៅបណ្ដោយលោកត្រាំបានសាទរចំពោះមីស៊ីលតូមហកដែលលោកធ្លាប់បាញ់កំទេចទីតាំងនុយក្លេអ៊ីរ៉ង់កាលពីខែមិថុនាថាជាអាវុធវាយលុកមិនគួរឲ្យជឿពួកវាមានចម្ងាយអតិបរមាឬលោតអស់ 2500 គីឡូម៉ែត្រជាមួយនឹងក្បាលគ្រាប់ដែលមានទម្ងន់ជិតកន្លះតោនកម្មជ្រួចនេះជាធម្មតាត្រូវបានបាញ់ចេញពីនាវាចម្បាំងនិងនាវាមួយទឹកប៉ុន្តែក៏អាចបាញ់នៅលើដីបានដែរគ្រាប់មីស៊ីលតូមហកត្រូវបានរចនាឡើងដើម្បីហោះហើរក្រោមរ៉ាដានិងអាចវាយប្រហារគោលដៅយោធារុស្ស៊ីរាប់ពាន់កន្លែងនៅចម្ងាយឆ្ងាយដូចជាស៊ីបេរីរួមទាំងអាកាសយានដ្ឋានសំខាន់ចំនួន76កន្លែងនិងរោងចក្រយន្តហោះគ្មានមនុស្សបើក Shahed នៅតាតាស្ថានលោកត្រាំបានទទួលស្គាល់ចំពោះចំណាត់ការនេះនិងជាជំហានថ្មីនៃការឈ្លានពានថ្លែងលើយន្តហោះ Air Force One នៅពេលដែលគាត់ហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលលោកត្រាំនិយាយថានិយាយតាមត្រង់ទៅចុះរុស្ស៊ីមិនត្រូវការវាទេតើពួកគេចង់ឲ្យតូមហកទៅទិសដៅនោះមែនលោកត្រាំនិយាយម្ដងហើយម្ដងទៀតថាប្រសិនបើសង្គ្រាមអ៊ុយក្រែនមិនអាចត្រូវបានដោះស្រាយចេញទេវាគឺជារឿងល្អបំផុតសម្រាប់អ៊ុយក្រែននេះកើតឡើងបន្ទាប់ពីមានរបាយការណ៍ដែលថាសហរដ្ឋអាមេរិកបានជួយអ៊ុយក្រែនបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីអ៊ុយក្រែនបានវាយលុករោងចក្រចម្រាញ់ប្រេងចំនួន21ទីតាំងក្នុងចំណោមរោងចក្រចម្រាញ់ប្រេងចំនួន38ទីតាំងរបស់រុស្ស៊ីនៅឆ្នាំនេះដោយបានរារាំងដល់ការផលិតរបស់វិមានក្រែមលីននិងធ្វើឲ្យតម្លៃប្រេងឥន្ធនៈកើនឡើងសហរដ្ឋអាមេរិកបន្តបាញ់កំទេចទូគ្រឿងញៀនវេណេស៊ុយឡាអុក្រិតជន6នាក់ស្លាប់គោជើងគ្នាសារព័ត៌មាន Associated Press ចុះផ្សាយនៅថ្ងៃទី15 តុលានេះថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើទូកដែលលោកត្រាំចោទថាជាទូកដឹកគ្រឿងញៀននៅដែនទឹកវេណេស៊ុយឡាសម្លាប់មនុស្ស6នាក់នេះបើតាមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump លោកត្រាំបាននិយាយនៅក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាអ្នកដែលស្លាប់នៅក្នុងការវាយប្រហារគឺនៅលើទូកហើយគ្មានកងកម្លាំងអាមេរិកណាម្នាក់រងគ្រោះថ្នាក់នោះទេវា
ជាការវិប្រហារដ៏ខ្លាំងក្លាលើកទី6នៅសមុទ្រការ៉ាប៊ិនខណៈរដ្ឋបាលលោកត្រាំអាងថាខ្លួនកំពុងចាប់ទុកអ្នកជួញដូរគ្រឿងញៀនដែលត្រូវបានចោទប្រកាន់ថាជាអ្នកប្រយុទ្ធមិនស្របច្បាប់ដែលត្រូវបានជួបជាមួយកងកម្លាំងយោធារដ្ឋមន្ត្រីការពិជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានបញ្ជាឲ្យមានការវិប្រហារនៅព្រឹកនេះដោយនិយាយថាលោកត្រាំបានចេញវីដេអូអំពីវាដែលលោកបានធ្វើនាពេលកន្លងមកវីដេអូសខ្មៅបង្ហាញពីទូកតូចមួយដែលលិចមុខនៅលើផ្ទៃទឹកប៉ុន្មាននាទីក្រោយមកវាត្រូវបានវិប្រហារដោយគ្រាប់ផ្លោងពីលើក្បាលឆេះទិលលោកត្រាំនិយាយថាការវិប្រហារនេះត្រូវបានធ្វើឡើងនៅដែនទឹកអន្តរជាតិហើយការស៊ើបអង្កេតបានគូបញ្ជាក់ថាទូកនេះកំពុងជួញដូរគ្រឿងញៀនត្រូវបានផ្សារភ្ជាប់ជាមួយនឹងបណ្ដាញភេរវករនិងស្ថិតនៅលើផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់លោក James Story អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់អង្គភាពកិច្ចការវេណេស៊ុយឡាពីឆ្នាំ2018ដល់2023បានបម្រើការក្រោមអាណត្តិដំបូងរបស់លោកត្រាំនិងក្រោមការដឹកនាំរបស់លោក Joe Biden បានប្រាប់សារព័ត៌មាន Associated Press ថាការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលកំពុងបន្តលើទូកគ្រឿងញៀននៅសមុទ្រការ៉ាប៊ិនទីបំផុតអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងគ្រឿងញៀនបានហើយលោក Story បាននិយាយថាដោយការបំផ្លិចបំផ្លាញរបស់សម្ព័ន្ធមិត្តរបស់អាមេរិកដែលមានរយៈពេលជាយូរនៅតំបន់ដូចជាប្រទេសកូឡុំប៊ីការវាយប្រហារទំនងជាប៉ះពាល់ដល់សមត្ថភាពរបស់យើងក្នុងការប្រមូលព័ត៌មានសម្ងាត់ពីសម្ព័ន្ធមិត្តដើម្បីបង្ក្រាបអង្គការជួញដូរគ្រឿងញៀនលោកបន្តថាប្រសិនបើពួកគេជឿថាការស៊ើបការសម្ងាត់ដែលពួកគេផ្ដល់ឲ្យយើងនឹងមានលទ្ធផលនៅក្នុងអ្វីដែលមនុស្សមួយចំនួនអាចពិពណ៌នាថាជាការសម្លាប់ក្រៅប្រព័ន្ធតុលាការហើយគ្មាននរណាម្នាក់នៅទីនេះអាណិតអាសូរចំពោះស្ថានភាពរបស់អ្នកជួញដូរគ្រឿងញៀននោះទេវាធ្វើឲ្យយើងប្រព្រឹត្តផ្ទុយពីច្បាប់អន្តរជាតិហើយវាធ្វើឲ្យខូចសមត្ថភាពរបស់យើងក្នុងការធ្វើការក្នុងអន្តរជាតិរដ្ឋបាលលោកត្រាំមិនទាន់ផ្ដល់ផុសតាងជាមូលដ្ឋានដល់សមាជិកសភាដែលបានបង្ហាញថាទូកដែលកំណត់គោលដៅដោយយោធាអាមេរិកពិតជាមានផ្ទុកសារធាតុញៀននេះបើតាមមន្ត្រីយោធាអាមេរិកពីររូបដែលបានដឹងអំពីបញ្ហាដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើសេចក្តីអធិប្បាយជាសាធារណៈនិងបាននិយាយនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក៏ដោយសមាជិកសភាបាននិយាយថាសិទ្ធិអំណាចរបស់លោកត្រាំក្នុងបញ្ហានេះមានកម្រិតសមាជិកប្រតិភិរដ្ឋកាលីហ្វ័រញ៉ាលោក Adam Schiff ដែលជាអ្នកប្រជាធិបតេយ្យដែលកាលពីសប្តាហ៍មុនបានជំរុញឲ្យមានការបោះឆ្នោតលើដំណោះស្រាយវេណេស៊ុយឡាបាននិយាយថាការវាយប្រហារនេះប្រថុយនឹងធ្វើឲ្យអាមេរិកធ្លាក់ចូលទៅក្នុងសង្គ្រាមពេញលេញលោកនិយាយថាលោកនឹងជំរុញឲ្យមានការបោះឆ្នោតកម្រិតសមត្ថភាពលោកត្រាំមួយកម្រិតទៀតប្រសិនបើការវាយប្រហារនៅតែបន្តការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីការបង្កើតកម្លាំងដែនសមុទ្ររបស់អាមេរិកនៅក្នុងតំបន់សមុទ្រការ៉ាប៊ិនមិនដូចអ្វីដែលបានឃើញក្នុងពេលថ្មីនេះបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអង្គារលោក George Rodriguez ប្រធានរដ្ឋសភារបស់វេណេស៊ុយឡានិងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីផ្ដាច់ការ Maduro បានអំពាវនាវដល់សារព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងការភូតកុហករបស់អាមេរិកដែលត្រូវបានប្រើប្រាស់ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការឈ្លានពានដែលអាចកើតមានតុលាការផ្តន្ទាទោសអតីតនគរបាលរាជធានីស្រវឹងស្រាបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យមនុស្សម្នាក់ស្លាប់3នាក់រងរបួសជាប់ពន្ធនាគារត្រឹមតែ1ឆ្នាំខណៈតុលាការអូស្ត្រាលីដាក់ទោសអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍សម្រាប់មនុស្ស2នាក់រហូតដល់12ឆ្នាំយោងតាមការចុះផ្សាយរបស់គេហទំព័រកម្ពុជាថ្មីនាថ្ងៃទី15តុលានេះបានឲ្យដឹងថាសាលាដំបងរាជធានីភ្នំពេញសម្រាប់ផ្តន្ទាទោសអតីតនាយការិយាល័យគណនេយ្យចម្រុះផែនការការងារភស្តុភារនិងហិរញ្ញវត្ថុនៃស្នងការនគរបាលរាជធានីឈ្មោះហ៊ុនហេងដែលបើកបរទាំងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់3នាក់រងរបួសរនេរណោកដាក់ពន្ធនាគាររយៈពេលកំណត់3ឆ្នាំដោយត្រូវអនុវត្តទោសនៅក្នុងពន្ធនាគារត្រឹមតែ1ឆ្នាំចំណែកទោសដែលនៅសេសសល់ត្រូវព្យួរធម្មតានិងពិន័យជាប្រាក់4លានរៀលនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបងរាជធានីចេញនៅថ្ងៃទី14ខែតុលាដោយឡែកងាកទៅមើលប្រទេសអូស្ត្រាលីវិញយោងតាមវិទ្យុបារាំងផ្សាយជាភាសាខ្មែរ RFI ចុះផ្សាយនៅថ្ងៃទី21ខែកញ្ញាឆ្នាំ2024កូនប្រុសរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃឈ្មោះឌឺណូដំត្រូវបានតុលាការរដ្ឋ Victoria អូស្ត្រាលីសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល12ឆ្នាំ
ឆ្នាំបន្ទាប់ពីរូបគេបានបើករថយន្តបង្កឲ្យមនុស្ស2នាក់ស្លាប់កាលពីថ្ងៃទី15ខែឧសភាឆ្នាំ2023ដោយឡែកកម្ពុជាជនជាប់ចោទហ៊ុនហេងក៏ត្រូវបានហាមឃាត់មិនឲ្យបើកបរយានយន្តគ្រប់ប្រភេទរយៈពេល5ឆ្នាំបន្ទាប់ពីអនុវត្តទោសចប់នៅក្នុងពន្ធនាគារផងដែរខាងអូស្ត្រាលីវិញជនបង្កបើកឲ្យមនុស្សស្លាប់2នាក់នឹងត្រូវបណ្តេញចេញពីប្រទេសអូស្ត្រាលីក្រោយពីចាក់ចេញពីពន្ធនាគារនិងហាមមិនឲ្យជន់ដីអូស្ត្រាលីអស់មួយជីវិតកាសែត Nine News Melbourne បានដឹងថានៅថ្ងៃទី20ខែកញ្ញាឆ្នាំ2024តុលាការអូស្ត្រាលីបានកាត់ទោសឌឿនឧត្តមអាយុ25ឆ្នាំដែលជាកូនប្រុសរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃឲ្យជាប់ពន្ធនាគាររយៈពេល12ឆ្នាំ9ខែក្រោមបទចោទបើកបរឲ្យមានមនុស្សស្លាប់ប៉ុន្តែយ៉ាងហោចណាស់ឌឿនឧត្តមត្រូវអនុវត្តទោស8ឆ្នាំទើបអាចស្នើសុំសិទ្ធិរស់នៅក្រៅឃុំបាន